Lúc mình địch, bây giờ bên mùi khai còn lòng Phật tử ở lại dưới khơi tôi ăn mấy ban bằng chân xâm lên hơi nu cư Rusi ở lúc Putin ban bằng chân xâm lên và cọp đòi dương mi là ha cái đây bà rộngแต่เลยวิบัติเศรษฐกิจสกอลบัตรใบจิคล้วนบานพ่องในกรุงสงครามอารยะเปประมาณประมาณชนะรุ่ยไทยก็ได้โลกปูตินบานเลือกแรงท้าวิบัติในเมื่อชั่วโมงปีไอเตียงเอาสกอลโลกเมียนวิบัติโดยในสมัยโควิด-19 นู่นใดจังสำหรับโลกบัณฑิตเวงเตอร์ปัญหาในเมื่อชั่วโมงปีไอทัวเอาเศรษฐกิจเรื่องมวยโควิดบัตรสกอลមានបញ្ហាដូចនៅក្នុងសម័យ COVID-19 ឬមួយក៏វាអាចធ្ងន់ធ្ងរជាងនៅពេលនោះទៀតនោះចា៎នៅពេលដែលយើងនិយាយអំពីវិបត្តិសម័យ COVID គឺស្អីនៅគាំងអត់មានចលនាចា៎សង្គ្រាមក៏អត់មានសង្គ្រាមទេតាមពិតនៅពេលនោះគឺជាសម័យមួយដែលមនុស្សអត់ធ្វើសង្គ្រាមសោះហ្មងចា៎អត់បានបាញ់គ្នាយើងទាញចាប់អារម្មណ៍ទាំងអស់គ្នាណា2020 2021 2ឆ្នាំហ្នឹងគឺជាម៉ោងដែលមនុស្សនៅលើសកលលោកយើងនិយាយខ្ញុំនិយាយមនុស្សតែម្ដងផ្អាកធ្វើសង្គ្រាមមិនថានៅផ្ទះរៀងខ្លួនពាក់ម៉ាស់លេងមានណាគិតកាន់អាវុធចេញដើរបាញ់គ្នាទៀតអត់អីមែនទេតែយើងត្រឡប់ទៅវិញយើងត្រឡប់ទៅមើលអាហ្នឹងសិនយ៉ាងហោចណាស់សេដ្ឋកិច្ចអត់ដើរទៅមុខប៉ុន្តែมันមានជួបវិបត្តិមនុស្សធម៌ណាមួយដែលប៉ះពាល់ដល់ភាពរស់រានមានជីវិតរបស់មនុស្សនៅលើសកលលោកយើងនិយាយអំពីសុខសន្តិភាពចា៎ណោះអញ្ចឹងនៅពេលដែលយើងនិយាយអំពីវិបត្តិកូវីដប្រហែលជាគ្រប់គ្នាខ្លាចជំងឺព្រោះមនុស្សចូលចិត្តដាក់សត្រូវមួយកាលណាសត្រូវរួមរបស់មនុស្សមានហើយក្រៅពីមនុស្សនឹងភ្លេចឆ្លោះគ្នាជាមួយមនុស្សអញ្ចឹងសត្រូវរួមរបស់មនុស្សនៅពេលនោះគឺកូវីដនរណាក៏ដោះស្រាយរឿងកូវីដឲ្យឈប់ឥឡូវយើងផ្អាកសិនណាចា៎ឯងអ៊ីរ៉ង់ឯងខ្មែរឯងថៃអត់ជែកគ្នាទេចិននិងសហរដ្ឋអាមេរិកយើងមានសត្រូវរបស់យើងមួយកូវីដចា៎បាទស្អីយើងទៅមកមានអូមីក្រុងស្អីហ្នឹងយើងអាហ្នឹងតើសួរអ្នកជំនាញខាងវិទ្យាសាស្ត្រចា៎នោះសេដ្ឋកិច្ចនៅពេលនោះឯងវានៅគាំងមួយកន្លែងប៉ុន្តែមិនមែនដល់បច្ចុប្បន្នទេបច្ចុប្បន្នសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចសកលមានការថយចុះជាកសេដ្ឋកិច្ចអាល្លឺម៉ង់កំណើនសេដ្ឋកិច្ចមានតែ 0.9 ឬក៏ 0.8 អ្នកអូសអឺរ៉ុបបារាំងប្រហែលគ្នាអ្នកអូសអឺរ៉ុបរុស្ស៊ីមានតែមួយកន្លះអ្នកអូសអឺរ៉ាស៊ីអាមេរិកប្រហែលជាគ្រាន់បើជាងគេចន្លោះ2ឬក៏3ទៅចុះគ្រាន់បើជាងគេចិននៅចន្លោះ4កន្លះ5ទៅចុះឥណ្ឌាច្រើនជាងគេហ្មងក្នុងប្រទេស emerging country emerging economy មានថាប្រទេសអភិវឌ្ឍកំពុងអភិវឌ្ឍលឿនបាទអញ្ចឹងយើងមើលអាហ្នឹងយើងទាញមកវិញយើងអាចសន្និដ្ឋានមកថាវិបត្តិធម្មពលធ្វើឲ្យតម្លៃនៃទំនិញប្រើប្រាស់របស់ប្រជាជនឡើងខ្ពស់មានន័យថាអំណាចបញ្ជាទិញរបស់យើងទាំងអស់គ្នាធ្លាក់ចុះពីមុនយើងញ៉ាំបាយមួយពេលមានម្ហូបប៉ុណ្ណឹងតម្លៃ 1000 រៀលឥឡូវលុយ 1000 រៀលរបស់យើងបានតែកន្លះចានហ្នឹងទេខ្ញុំលើកឧទាហរណ៍ដើម្បីឲ្យងាយស្រួលយល់ចា៎សំណួរនៅពេលដែលយើងនិយាយបែបនេះមានន័យថាយ៉ាងម៉េចមានន័យថាសេដ្ឋកិច្ចដើរថយក្រោយហើយថយក្រោយនេះមិនមែនធម្មតាទៀតគឺថយក្រោយទាំងវិបត្តិសេដ្ឋកិច្ចទាំងមនុស្សធម៌និងអមនុស្សជាតិរបស់យើងចាប់ដើមកើនឡើងមនុស្សសម្រាប់គ្នាដើម្បីប្រយោជន៍ដូចយើងសុកទៅចូលគំតិចជនជាតិសាសមួយចឹងអ៊ីរ៉ង់គាត់ជាតិសាសមួយដែរហើយនាំគ្នាចូលទៅបាញ់គំតិចគាត់ចា៎អានេះយើងនិយាយពីមនុស្សធម៌វិញមានទេអ៊ីរ៉ង់ឯណាហោះទៅបាញ់គេអ៊ីរ៉ង់ឯណានាំជិះយន្តហោះទៅធ្វើសង្គ្រាមដល់អាមេរិកមានតែអាមេរិកទេមកដល់ផ្ទះខ្ញុំនៅផ្ទះខ្ញុំសោះអ្នកមកផ្លោងដាក់ផ្ទះខ្ញុំហើយអ្នកចោតខ្ញុំថាខ្ញុំលួចខកពាក់វ៉ែនតាមើលលើយើងដកវ៉ែនតានឹងចេញដកវ៉ែនតាអាមេរិកឲ្យដាក់វ៉ែនតាកដាលមើលពណ៌សមើលអស់គ្នាលេងយើងពិចារណាអញ្ចឹងខ្ញុំអាចឆ្លើយបានថាខ្ញុំកលែងទៅឃើញខាងនេះគឺទី1គឺយើងអាចពិចារណារឿងវិបត្តិធម្មពលនិងវិបត្តិសុខភាពទី2ខ្ញុំនិយាយមិញហើយអំពីចរន្តអតិផរណាដែលមិនអាចទប់ស្កាត់បាន
ឃើញអត់វាបញ្ហានឹងទី3គឺហានិភ័យមួយទៀតចុងក្រោយហានិភ័យសង្គ្រាមលោកវាទាញទៅមកតែកាលណា error ជាប្រព័ន្ធវិបត្តិសេដ្ឋកិច្ចវិបត្តិមនុស្សធម៌វិបត្តិធម្មពលគឺមនុស្សត្រូវប្រទេសទាំងអស់ត្រូវដណ្ដើមគ្នានរណាជាអ្នកគ្រប់គ្រងអាគុយពិភពលោក ប៉ុន្តែយើងដឹងហើយថាបើសិនជាមានសង្គ្រាមលោកកើតឡើងមែននោះប្រហែលជាពិភពលោកនេះមិនអាចរកអ្នកដែលនៅបន្តរស់រានមានជីវិតបានទេពីព្រោះមួយសិតតែមាននុយក្លេអ៊ែរអញ្ចឹងបើសិនជាមានសង្គ្រាមលោកមែនតើលោកមនុស្សគិតថាប្រទេសណានៅមានឱកាសនៅក្នុងការធ្វើជាមេដឹកនាំវិបត្តិនុយក្លេអ៊ែរនៅគុយបាធ្លាប់កើតឡើងនៅឆ្នាំ1962គេហៅវិបត្តិគុយបានៅពេលនោះគ្រប់គ្នាប្រហែលជាមានអ្នកចាំបើសិនជាសិក្សាប្រវត្តិសាស្ត្រក៏អត់មានអ្នកធ្លាប់ដឹងប្រហែលជាជួបដែរវិបត្តិនុយក្លេអ៊ែរនៅពេលនោះធ្ងន់ធ្ងរជាឥឡូវឆ្ងាយព្រោះនៅពេលនោះប្រព័ន្ធសម្រាប់ចិត្តនឹងវានៅឆ្ងាយពីឥឡូវជាងឥឡូវនិយាយគ្នាមួយវិនាទីខលរកគ្នាដោះស្រាយបានលឿនខ្ញុំជឿជាក់ថាប្រហែលជាមនុស្សនឹងមិនសម្រាប់ចិត្តជ្រើសរើសនុយក្លេអ៊ែរទេចា៎ព្រោះមនុស្សឃើញហើយបើមុនឆ្នាំ1945ប្រហែលជាមនុស្សសម្រាប់ចិត្តសាកល្បងកំតិចទីក្រុងចុះប៉ុន្តែបទពិសោធន៍ជប៉ុនទទួលច្បាស់ថាវិបត្តិនុយក្លេអ៊ែរសង្គ្រាមនុយក្លេអ៊ែរនេះវាមិនបានជួយឲ្យមនុស្សជាតិនឹងអស់ចាទៅណាទេគឺវាមានបទពិសោធន៍ហើយមនុស្សយើងឲ្យតែមានបទពិសោធន៍ប្រហែលជានឹងព្យាយាមកិច្ចអញ្ចឹងខ្ញុំព្យាយាមបកស្រាយមកវិញថាឥឡូវនេះសម្លេងពូទីនសម្លេងរុស្ស៊ីចាប់ដើមឡើងមកលើវិញតាមរយៈការផ្លាស់ប្ដូរកំហុសឲ្យទៅអាមេរិកតាមពិតកន្លងមកយើងអត់ដែលឃើញកំហុសអាមេរិកទេមិនមែនយើងអត់ដឹងថាអាមេរិកមានកំហុសទេប៉ុន្តែយើងអត់សូវចង់មើលអាមេរិកតាមរូបមន្តដាក់កំហុសគាត់ចូលយើងដាក់តែកាលនោះគាត់ជាទេវតាហើយគាត់ធ្វើអីក៏ដែរខុសដែរអញ្ចឹងយើងអត់សូវមើលកំហុសគាត់ទេយើងមើលអំពីការជួយសង្គ្រោះរបស់គាត់វិញនៅពេលដែលយើងមើលឃើញប្រទេសមួយក្នុងនៃជួយសង្គ្រោះគាត់ធ្វើខុសមិនក៏គាត់នៅសង្គ្រោះដែរចា៎បាទបើយើងដាក់កំហុសចូលដើម្បីពិចារណាគាត់គឺគាត់គិតអំពីមហិច្ឆតារបស់ខ្លួនឯងនៅក្នុងការគ្រប់គ្រងពិភពលោកអាហ្នឹងវាជាធម្មជាតិរបស់មហាអំណាចទេអញ្ចឹងកន្លែងនេះយើងមើលឃើញពីការចាប់ដើមទម្លាក់កំហុសលើអាមេរិកយើងមើលឃើញអំពីការបង្ហាញអំពីភាពចាំបាច់របស់រុស្ស៊ីអញ្ចឹងនៅពេលរាជសង្គ្រាមរុស្ស៊ីរត់ចូលដូចសម័យសូវៀតអញ្ចឹងមានថាសម្រាប់ខ្ញុំពហុប៉ូលmonopol ឬក៏ប៉ូលតែមួយនេះត្រូវបានរលំហើយឥឡូវនេះយើងអាចនិយាយបានខ្ញុំនិយាយពេញមាត់តែម្ដងគឺរលំលែងមានការសម្រេចចិត្តដោយអាមេរិកតែមួយហើយអាមេរិកខំនឹងស្ដារមកមិនក៏ទៅអត់រួចដែរវាបាត់ហើយអញ្ចឹងឲ្យយើងពិចារណាចុងក្រោយគឺយុទ្ធសាស្ត្រអ្នកការពារសម្រាប់ងាប់ពហុប៉ូលនេះអ្វីដែលលើកឡើងយើងជែកគ្នាឡើងវិញជែកនេះបាននៅថាពិភពលោកយើងត្រូវការពហុប៉ូលហើយអញ្ចឹងអ្នកមានសម្ព័ន្ធមិត្តរបស់អ្នកក៏អ្នកទៅខ្ញុំមាន BRICS មានចិនមានឥណ្ឌាមានអីខុសគ្នាណាមិនមែនសម័យសូវៀតហើយនឹងអាមេរិកទេណាដែលមានតែពីរប៉ូលទេឥឡូវមិនមែនទេណាប៉ូលច្រើនអឺរ៉ាស៊ីមកប៉ូលអញ្ចឹងទៅចិនមកប៉ូលអញ្ចឹងទៅលោកបង្កើតហ្នឹងអាមេរិកអឺរ៉ុបឥឡូវអាមេរិកអឺរ៉ុបហ្នឹងវាប៉ូលចែកប៉ូលនេះដាច់ទៀតចាប់ដើមមានញែកប៉ូលនៅក្នុងទៀតអញ្ចឹងបានខ្ញុំចាប់ដើមអានអត្ថបទវិភាគមួយថ្មីនេះឃើញថាសហគមន៍អឺរ៉ុបប្រទេសនៅអឺរ៉ុបចាប់ផ្ដើមបង្កើតផែនការសង្គ្រោះប្រសិនបើ NATO បែកបាក់ជាប្រព័ន្ធគេចាប់ដើមជជែកគ្នាអំពីការបង្កើតនៅការរស់រានឬក៏ទម្រង់ប្រព័ន្ធមួយថ្មីដែលអត់មាន NATO ហើយអញ្ចឹងគេចាប់ដើម